បាទសួស្តីបងប្អូនទីគ្រប់ទីស្រឡាញ់បាទបងប្អូនថ្ងៃនេះខ្ញុំនឹងរៀបចំធ្វើបង្ហាញទៅតនឹងការចិញ្ចឹមប្រព័ន្ធគោសាច់បងប្អូនបាទហើយទីនេះគឺកន្លែងដែលយើងចិញ្ចឹមគោសាច់ផ្ទាល់បងប្អូនហើយជាមួយនឹងចំណីដែលផលិតផលក្នុងស្រុករបស់យើងដែលផ្សំឡើងមានដូចជាស្ដែកបាទពោតដលងបាទបន្ទក់បាទហើយរបស់របរកសិផលរបស់កសិករដែលផលិតបានផ្សេងទៀតហើយយើងផ្សំឡើងចំណីពណ៌សាច់មកបែប fit បាទហើយសម្រាប់តែបងប្អូនមានចំណាប់អារម្មណ៍ទៅនឹងការចង់ប្រើចំណីរបស់យើងបងប្អូនហើយអាចចាក់តងមកយើងបានផ្ទាល់បងប្អូនតម្លៃពិសេសហើយផលិតផលក្នុងស្រុករបស់យើងបងប្អូនមានន័យថាបើសិនមកបងប្អូនជួយគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងនេះបើចំណីគូសាច់របស់យើងយើងផលិតបានហើយអញ្ចឹងបងប្អូនជួយកសិករមួយចំនួនមានន័យថាបងប្អូនដាំពោតដាំស្ដែកបាទទូកហើយអស់យើងឆ្នៃចុងកយើងឆ្នៃវាទាំងអស់ជាផលិតផលរបស់យើងបាទយើងបាច់បងចូលអញ្ចឹងយើងគ្រប់គ្រងផលិតផលគ្រប់ក្នុងស្រុករបស់យើងគឺកាន់តែធ្វើឲ្យយើងមានការជួយជំរុញសេដ្ឋកិច្ចរបស់យើងក្នុងស្រុកយើងកាន់តែកាន់ហើយបងប្អូនអាចមកមើលបានបាទនេះផលិតផលរបស់យើងហើយយើងប្រើចំណីគូសាច់បាទរបស់យើងណាយើងចាំមកបងប្អូនបាទច្រឡកមុខច្រឡកក្រោយហើយគឺធំធាត់ចឹងបងប្អូនអានេះសិតទៅគេគូសាច់របស់យើងមានន័យថាបងប្អូនកសិកររបស់យើងគាត់ចិញ្ចឹមគូសាច់អាចតាក់ទងយើងបានហើយទាំងអស់នេះបងប្អូនឃើញគូវារីកទេបងប្អូនបាទកាមេរ៉ា check មើលបានគឺចំណីរបស់យើងអានេះគឺ2ខែជាងហើយគូនេះគេកក់ហើយអញ្ចឹងហើយវាចុងខែហ្នឹងឬក៏ពាក់បដាខែគេនឹងមកយកបាទបងប្អូនហើយនេះគូទាំងអស់នេះបងប្អូនមិនគូកាត់គូអីទេយើងមកប្លុកនេះយើងអាចគូស្រែរបស់យើងបងប្អូនកសិករដែលគាត់ចិញ្ចឹមគូសាច់អសន្ទុកកសិករដែលគាត់ចិញ្ចឹមទៅតាមជនបទអញ្ចឹងហើយមានឈ្មោះទៅខៅគាត់ទិញមកឲ្យយើងបាទយើងទិញចូលប្រូរបស់យើងដែរអញ្ចឹងបងប្អូនអាចជាក់ស្ដែងឃើញឡើងសាច់ទាំងមុខទាំងក្រោយច្រឡកមុខច្រឡកក្រោយបងប្អូនបាទអញ្ចឹងមានថាចំណីរបស់យើងគឺមានគុណភាពបាទយើងផលិតបាទហើយតិចទៀតយើងនឹងចាក់ឲ្យបងប្អូនមើលថាគោវាស៊ីហើយយើងលាយអីខ្លះបាទគេថាក្នុងការបំពងគូសាច់របស់យើងទិញគូសម្បកស្គមបាទហើយឲ្យយើងស្គមយើងចាប់ដាំចូលក្នុងក្ររបស់យើងបាទហើយយើងចាក់ថ្នាំទម្លាក់សុទ្ធអត់ហើយនឹងវីតាមីនមួយចំនួនណាបងប្អូនតបមកទៀតយើងបំពងវារយៈពេល2ខែទៅ3ខែយើងអាចលក់ចេញទៅឲ្យឈ្មោះខាងក្នុងពេញឬក៏អ្នកណាដែលគាត់ត្រូវការគូសាច់បងប្អូនខាងកុងស៊ីគាត់កាប់យកទៅកាប់បាទហើយគុណភាពសាច់ដែលយើងធ្វើការកន្លងមកគឺកុងស៊ីបងដែលគាត់កាប់មុខកាប់គោអញ្ចឹងគាត់យកគោចេញពីកន្លែងនេះទៅឬក៏ឈ្មោះវិញដែលគាត់ប្រើចំណីខាងយើងបាទគឺសាច់ល្អអញ្ចឹងមានន័យថាចំណីគឺធ្វើឲ្យគុណភាពសាច់គោរបស់យើងអត់សទេបាទអត់សទេមានន័យថាបើសលក្ខណៈរបស់សាច់គោបើសាច់វាសវាមិនមែនសាច់គោទេគឺបាញ់សាច់ជ្រូកបាទអញ្ចឹងបងដែលគាត់កាប់គូចេញពីកន្លែងយើងក៏ដូចជាបងដែលប្រើចំណីខាងយើងគាត់ទិញពីបងខាងកាប់គូខាងដែលប្រើចំណីទៅឃើញថាសាច់គឺល្អបាទគឺគាត់ប្រើចំណីរបស់យើងឈ្មោះដែលគាត់កាប់សាច់ទៅគាត់សាច់បាទគាត់លក់ទៅសាច់ក៏ហូមល្អបាទអត់ឈាយមានទឹកអីទេបាទបងកន្លងមកបងគាត់ប្រាប់ហើយថាចំណីខ្លះដាក់ទៅគូវាស៊ីទៅសាច់ជ្រាយហើយវាធ្វើឲ្យសាច់ហ្នឹងទឹកទៀតចឹងអញ្ចឹងបើសិនជាបងប្អូនត្រូវការអូខេអាចតាក់ទងមកខាងចំណីក្នុងស្រុកយើងគុណភាពអាចគប់ជេរជាមួយក្រុមហ៊ុនបងប្អូនទេបាទហើយតម្លៃពិសេសបាទចំណីយើងមានច្រើនប្រភេទបាទអញ្ចឹងតម្លៃមានចាប់ពី30000ជាងរហូតដល់75,000បងប្អូនអញ្ចឹងបងប្អូនចង់តាក់ទងមួយណាអាចតាក់ទងមួយយើងបាទ